Từng không tầm nónស្នេហា ជាពិសេសគឺការរៀបការហើយនឹងហ្មង ពាក្យថារៀបការមួយម៉ាត់ហ្នឹងវាមិនមែនជា badge មួយឬក៏ជា certificate មួយដែលថាចង់ប៉ះខ្ញុំពេលណាឬក៏ចង់បានខ្ញុំពេលណាបានពេលហ្នឹងឯង វាទាល់តែមានការយល់ព្រម consent ពីខ្ញុំដែរ ព្រោះមិនមែនបានន័យថាប្តីប្រពន្ធហើយយើងអាចមាន ធ្វើអីក៏បាន access គ្រប់សពបែបយ៉ាង ជម្រាបសួរសួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់ podcast ទី 2 របស់ Via ខ្ញុំតម្រង់ពេជ្រគឺជាអ្នកសម្របសម្រួលនៅក្នុង podcast នៅក្នុងថ្ងៃនេះចាប៉ុន្តែអត់មកម្នាក់ឯងទេគឺខ្ញុំមកជាមួយនឹង co-host របស់យើងដ៏ស្រស់ស្អាតទាំងពីរនាក់គឺពីដាល់ហើយនិងអូន Ellie ចាសួស្តីអ្នកនរគ្នាជម្រាបសួរសួរបងចាហើយជាទូទៅ podcast របស់ Via គឺយើងជជែកដេញដោលអំពីប្រធានបទស៊ីជម្រៅហើយនិងប្រធានបទដែលសំខាន់សម្រាប់ស្រីៗចាហើយនៅក្នុងថ្ងៃនេះផងដែរប្រធានបទរបស់យើងដែលនឹងយកមកនិយាយគឺយើងនិយាយអំពីសេចក្តីស្រឡាញ់ហើយនិងផ្លូវភេទចា Love and Sex ប៉ុន្តែមុននឹងឈានចូលទៅដល់ប្រធានបទរបស់យើងសូមសួរសុខទុក្ខ co-host របស់ខ្ញុំទាំងពីរសិនចាមិនដែរពីដោ Ellie មួយរយៈនេះ សុខសប្បាយ ពីដោលើសូថាទៅដើរលេងទៀតហើយជើងអត់ជាប់ដីសោះហ្មង អី យូរ ចប់ហើយញ៉ែ ទៅណាលោកនឹង ទៅប្រាំងហើយទៅ Norway Norway ដល់ Norway លោកនេះ Yeah Enjoy your trip បង គុណអូន ហើយ plan ចង់ធ្វើអីខ្លះទៅដល់ Norway ទៅមើលគេ អីគេ នៅហ្នឹងវាមាន midnight sun ណា24ម៉ោងវាអត់រងទេ Really អឺ Wow អូអត់ដែរដឹងពីចាំថត ចាំមកផ្ញើ ធ្វើ content មកបង ដល់ពេលហ្នឹងថាពីដល់ចេញមកឡងបាត់ហើយមើលទៅណា ហើយបានមើល episode ហ្នឹងនៅ យ៉ាហើយ Ellie វិញមានកម្រងទៅដើរលេងនៅណាអត់អូន អត់តន់មានផងបងអត់តន់មានទេអញ្ចឹងនៅក្នុងរយៈពេល6ខែចុងក្រោយនេះខ្ញុំត្រូវ focus ទៅលើការងារខ្លួនឯងសិន content មែនអូន ចា content ហើយនឹងការងារក្រៅផ្លូវការរបស់យើងអញ្ចឹងណា Oh yeah business woman ចា ចាំនិយាយគ្នា offline ហ្នឹងតាអូខេវែងឆ្ងាយយើងសូមចូលទៅដល់ប្រធានបទរបស់យើងហ្មងណាជារំលឹកផងដែរប្រធានបទទី1របស់យើងដែលនិយាយគ្នាមុនគឺយើងនិយាយអំពីការកំណត់ស្តង់ដារហើយនឹងការជ្រើសរើសដៃគូខ្ញុំគិតថាវាជាប្រធានបទដែលសំខាន់ដែលចង់ឲ្យអ្នកឲ្យចូលទៅមើលមួយដែរនៅក្នុងប្រធានបទយើងទី1នៅក្នុង episode ទី1អញ្ចឹងប្រធានបទរបស់យើងថ្ងៃនេះគឺប្លែកថ្មីប៉ុន្តែអត់ទៅណាឆ្ងាយពីក្នុងរង្វង់ហ្នឹងទេអញ្ចឹងគឺយើងនិយាយគ្នាតាក់ទងទៅនឹងគឺយើងនិយាយគ្នាតាក់ទងទៅនឹងសេចក្តីស្រឡាញ់ហើយនឹងរឿងផ្លូវភេទ អូខេ ប៉ុន្តែមុននឹងចូលទៅដល់ប្រធានបទស៊ីជម្រៅហ្មងខ្ញុំមានសំណួរខ្លះចង់សួរអូន Ellie ហើយនឹងពីដាវបើសិនជានៅក្នុងទំនាក់ទំនងមួយដៃគូរបស់យើងប្រើពាក្យលួងលោមតើអ្នកទាំងពីរគិតថាមានពាក្យលួងលោមណាឬក៏មានការដែលគាត់និយាយណាដែលធ្វើឲ្យអ្នកទាំងពីរមានអារម្មណ៍ថាពិបាកប្រកែកមានអារម្មណ៍ថាមានសម្ពាធណាហ្នឹងហើយ លួងលោមឲ្យធ្វើអីគេលួងលោមឲ្យ អូខេចេះឥឡូវ លួងលោម ឲ្យជម្រើស ចាំគាត់ ឲ្យជម្រើសហ្មងឲ្យពីជម្រើស Okay. ហើយចង់ស្ដាប់មើលតើគិតមិនដែរអូខេអញ្ចឹងជម្រើសទី1បើអូនឯងពិតជាស្រឡាញ់បងពិតប្រាកដអូនឯងប្រកាសជាហ៊ានលះបង់ផ្ដល់អីគ្រប់យ៉ាងឲ្យបងហើយអាហ្នឹងជម្រើសទី1ហើយបើជម្រើសទី2គាត់និយាយថាយើងស្រឡាញ់គ្នាយូរហើយយើងគង់តការទេអញ្ចឹងធ្វើទៅអញ្ចឹងណា អូខេ អញ្ចឹងឥឡូវសួរពីដើមមុនរវាងជម្រើសពីរហ្នឹងរើសមួយណាមានសម្ពាធជាង អូខេអាហ្នឹងយើងត្រូវតាំងថាយើងនៅក្នុងស្ថានភាពហ្នឹងដែរអញ្ចឹងមានន័យថាតាមពិតខ្ញុំហៅនិយាយខ្ញុំគិតថាទី2សម្រាប់ខ្ញុំវាស្រួលព្រោះខ្ញុំអត់គិតថាចាំបាច់ដល់ចាំថ្ងៃរៀបការអី ប៉ុន្តែអាមួយណាមានសម្ពាធជាងបើតែគាត់ចង់និយាយថាគាត់លួងលោមយើងដើម្បីកេងជាមួយគ្នាដោយសារតែគាត់និយាយថាគង់ការមួយគ្នាទេចឹងបាច់គិតច្រើនទេ អាទី2ហ្នឹងហ្មង អាទី2សម្ពាធ ទី ជាង 2ដោយសារតែមនុស្សហ្នឹងនិយាយមកទី1ស្ដាប់មកដូចយើងប្រាប់គាត់ហើយនៅសម័យที่ខ្ញុំនៅក្នុងស្ថានភាពហ្នឹងគាត់និយាយថាចង់ការជាមួយយើងហ្នឹងគឺដើម្បីតែគេមួយយើងទេចង់ឧបមាបើគាត់ការហើយគាត់ទៅបាត់ទៅមិនទៅហើយសំមនុស្សយើងដែលមនុស្សស្អីដែលគាត់គិតថាគាត់ចង់រក្សាការនៅមួយគ្នារហូតដល់ថ្ងៃការមានន័យថាគាត់ឲ្យតម្លៃទៅលើហ្នឹងខ្លាំងមែនតើអញ្ចឹងវាអាចប៉ះពាល់ សម្ពាធផ្លូវចិត្តខ្លាំង លះបង់ខ្ញុំគិតថាវាម្យ៉ាងប៉ុន្តែយើងអាចដាក់កម្រិតអ្វីដែលយើងលះបង់នៅបាន ចាបងគិតថាមួយណាសម្ពាធជាង ខ្ញុំគិតថាទី1ការលះបង់ ការលះ តែ ប លះប ង់ ង់គ្រប់យ៉ាងឲ្យ លះបង់គ្រប់យ៉ាងហើយស្អប់ជាងគេអាពាក្យលះបង់គ្រប់យ៉ាងគ្រាន់តែជាកវិភាគគ្រាន់តែជាតំណែងមួយឯណាទៅជាយកអាទំនុកដែលយើងត្រូវតែលះបង់ក្នុងនាមយើងជាមនុស្សស្រីគិតថាការរួមភេទហ្នឹងគឺជាការលះបង់ណាតែពេលហើយ
ចំពោះខ្ញុំគឺស្ដាប់ទៅគឺខ្ញុំស្អប់ខ្លាំងហ្មងហើយខ្ញុំគិតថាអាហ្នឹងបើសិនជាអ្នកដែលគាត់ស្មារតីអត់នឹងណោហើយអត់តន់ស្គាល់ពីខ្លួនឯងណានឹងងាយត្រូវគេបង្វក់ហ្មង ខ្លាចដៃគូគិតថាគាត់អត់ស្រឡាញ់ ហ្នឹងហើយចាបងចា លះបង់ឲ្យបណ្ដោយ ចា ខ្ញុំលឺសំឡេងគាត់ថាលះបង់លើពីនឹងទៀត គ្រប់យ៉ាង អូខេស្លាយមកឲ្យផ្ទះបងមកអត់ទេ ចុះអ្នកសួរវិញ ខ្ញុំវិញខ្ញុំអួយឲ្យរើសចឹងពិបាកនេះព្រោះវាអត់ពេញចិត្តទាំងពីរហ្នឹងហើយប៉ុន្តែបើសិនជាអូខេរើសមួយខ្ញុំគិតថាដូចពីដើមដែរដោយសារតែខ្ញុំជឿថាមនុស្សស្រីភាគច្រើនជាពិសេសក្មេងៗដែលគាត់ធំធាត់ឡើងនៅក្នុងសង្គមមួយដែលមានការគិត ឲ្យតម្លៃទៅលើព្រម ឲ្យតម្លៃទៅលើព្រមចារីឲ្យតម្លៃទៅលើការរៀបការហ្នឹងណាហើយអ្នកដែលព្រោះបើសិនជាគាត់នៅក្នុងជាពិសេសអ្នកដែលបងប្អូននៅតាមខេត្តឬក៏បងប្អូនដែលគាត់អត់ទាន់ស្គាល់សង្គមច្បាស់ដូចអូននិយាយចឹងណាដែលថាមុនហ្នឹងគាត់អត់មានជាស្មារតីខ្លួនឯងឬក៏ការគិតអីបានច្បាស់លាស់ទេគាត់នឹងគិតថាការរៀបការហ្នឹងគឺជា happy ending វាគឺជាគោលដៅមួយនៃជីវិតដ៏ធំខ្លាំងហើយរៀបការហើយគឺជីវិតរបស់គាត់គឺហ្នឹងហើយជាគោលដៅនៃជីវិតរបស់គាត់ដែលគាត់ចង់រៀបការហ្នឹងអញ្ចឹងនៅពេលដែលដៃគូគាត់និយាយចឹងគឺបានន័យថាអូដៃគូគាត់ហ្នឹងហើយជាអ្នកដែលជួយគាត់សម្រេចគោលដៅរបស់គាត់អញ្ចឹងខ្លាចអីនឹងហ៊ានលះបង់ឲ្យដៃគូរបស់គាត់អញ្ចឹងវាសម្ពាធខ្លាំងណាកន្លែងហ្នឹងចឹងខ្ញុំគិតថាទី2សម្រាប់ខ្ញុំវាសម្ពាធខ្លាំងជាង ម្យ៉ាងម្នាក់ បងនិយាយត្រូវតែស្ដាប់តែនៅក្នុងសង្គមយើងគឺឲ្យតម្លៃទៅលើការរៀបការច្រើនអញ្ចឹងហើយមនុស្សប្រុសគាត់អាចនឹងយកអាហ្នឹងណាយកមកចុចទៅរហូតដល់យកបានហ្មងចា អូខេអញ្ចឹងយើងសុំចូលមកដល់ចំណុចបន្ទាប់ទៀតណាដោយសារតែដូចយើងនិយាយមុនហ្នឹងអញ្ចឹងភាគច្រើនគំនាបហ្នឹងគឺផ្ដល់ឲ្យទៅលើមនុស្សស្រីខ្លាំងណាស់រហូតដល់មានហ្នឹងវាខ្លាចទៅជាផ្នត់គំនិតពីមួយជំនាន់ទៅមួយជំនាន់ហើយវាមកដល់ជំនាន់យើងហើយវានឹងអាចទៅដល់ជំនាន់កូនយើងទៀតបើសិនជាយើងអត់ព្យាយាមបែកវាជាមួយគ្នាអញ្ចឹងមានការយល់ឃើញថាមនុស្សស្រីត្រូវតែគេពាក្យប្រើពាក្យត្រូវតែលះបង់ដើម្បីរក្សាចំណងស្នេហ៍ឬក៏ចំណងអាពាហ៍ពិពាហ៍អញ្ចឹងទៅចំណងស្នេហ៍ឬបើអត់ព្រមតាមដៃគូទេទំនាក់ទំនងហ្នឹងគឺវានឹងរកាំរកុសគឺវានឹងបែកបាក់អ្នកទាំងពីរយល់ឃើញមិនដែរថាការពិតទៅនៅក្នុងទំនាក់ទំនងស្នេហាហ្នឹងណាកតាប់ការដែលយើងការរួមភេទវាគឺជាកតាប់កិច្ចនៃការលះបង់ឬវាក៏ជាការដែលយល់ព្រមដោយស្ម័គ្រចិត្តដែលយើងហៅថា consent ហ្នឹង consent សំខាន់ការស្ម័គ្រចិត្ត បើគិតថាវាជាការលះបង់វិញណាយើងគឺរួមភេទដើម្បីផ្គប់ចិត្តគេនឹងត្រូវអត់ហើយតែធ្វើអញ្ចឹងទៅធ្វើបាបតែខ្លួនឯងនឹងហើយអត់ស្គាល់ថាការរួមភេទមួយដែលពេញលេញនឹងវាមិនដែលសុវត្ថិភាពនឹងវាមិនដែលស្រឡាញ់គ្នាមែនតើនឹងវារួមភេទបែបមិនមនុស្សដែលស្រឡាញ់គ្នាមែនតើខ្ញុំគិតថាការរួមភេទគួរតែល្អើកល្អូនវាថាត្រូវតែខាងស្រីហ្នឹង like ខ្ញុំធ្លាប់ឃើញអាផុសមួយគេនិយាយថាចា when a woman says yes to sex it should be an enthusiastic yes like ត្រូវតែអាការដែលយល់ព្រមគឺតែសប្បាយចិត្តនឹងធ្វើហ្មងមិនមែនរបៀបតាមគេហើយអត់មានអីជាខ្លួនឯងគិតថាធ្វើឲ្យតែគេសប្បាយចិត្តចឹងណាទៅជាកតាបកិច្ចវិញគឺជាការកតាបកិច្ចត្រឹមពេញដូច តាមពិតបងគិតដូចហ្នឹងដែរវាមានទៅមានមកភាពបើថាយើងនៅមួយគ្នាស្រួលទាំងសងខាងតែហើយបងក៏យល់ដែរថាហេតុអីបានគេនិយាយថាអុយដូចឲ្យខ្លួនទៅគេជាពិសេសភាគច្រើនគេចូលចិត្តនិយាយថាមនុស្សស្រីឲ្យខ្លួនទៅគេឬក៏គេបោកស៊ីអីចឹងណាតែតាមពិតកន្លែងហ្នឹងអ្នកនិយាយហ្នឹងគាត់អាចមកពីកន្លែងមួយដែលគាត់នៅជាមួយនឹងដៃគូដែលអត់ចេះផ្ដល់ក្តីស្រឡាញ់ក្តីសុខដល់គាត់អញ្ចឹងធម្មតាដែលយើងអត់មានបានអីសោះយើងទៅមានអារម្មណ៍ថានៅមួយគ្នាទៅអីដូចស្រួលតែគេមកខាងអញ្ចឹងវាយើងមានអារម្មណ៍ដូចគេបាត់ស្អីមួយគេយកយើងព្រោះយើងគេសកលតណ្ហា ហ្នឹងហើយយើងបាន enjoy ផងហ្នឹងមានបាន enjoy ផងអញ្ចឹងវាទៅជាធ្វើឲ្យយើងមានអារម្មណ៍ថាដូចកតាបកិច្ចអញ្ចឹងសម្រាប់ខ្ញុំគិតថា sex វាគួរតែស្មើនឹងការដែលដៃគូហ្នឹងគាត់ចំណាយពេល quality time ជាមួយគ្នាវាមិនមែនជាវាគួរតែមិនជាអីដែលមនុស្សម្នាក់គួរតែធ្វើដើម្បីមនុស្សម្នាក់ទៀតបើឲ្យម្នាក់ទៀតសប្បាយចិត្តទេវាគួរតែជាដូចជាពេលវេលាមួយដែលយើង spend quality time together ដល់ពេលអញ្ចឹងខ្ញុំនឹកឃើញដល់ចំណុចមួយដែលខ្ញុំធ្លាប់ឃើញគេ post នៅលើ social media តាក់ទងទៅនឹង husband rape marital rape យូមានជាការគិតអីទៅលើចំណុចហ្នឹងឯងមានព្រោះវាអាចនឹងកើតឡើងវា trigger ខ្ញុំខ្លាំងហ្នឹងដោយសារហេតុអីបាននៅពេលដែលគេ post ទៅនឹងហើយបែរជាអ្នកដែលគាត់
react ហ្នឹងភាគច្រើនគឺ react សើចដែលគាត់គិតថាហ្នឹងយកសើចអ្នកខ្លះទៅ comment ថាអូប្តីខ្លួនឯងហ្នឹងស្រែកដែរឬក៏វា យល់ហើយ តែ ចា អ្នក បង ដែលបើសិនជាដាក់ចិត្តខ្លួនឯងជាមួយនឹង audience ណាដែលគាត់កំពុងតែមើលហ្នឹងហើយគាត់ឆ្លងកាត់អាហ្នឹងខ្លួនឯងទៅគាត់មានអារម្មណ៍ថាបែបណាអូអញ្ចឹងរឿងហ្នឹងវាធម្មតាខ្ញុំអត់បាច់មានអារម្មណ៍ថាខ្លួនឯងជាជនរងគ្រោះឬក៏ត្រូវការរកជំនួយអីទេអញ្ចឹង ប៉ុន្តែគាត់អ្នកខ្លះគាត់សើចដោយសារអញ្ចេះដីប្រពន្ធខ្លះគាត់អានេះខ្ញុំ off record ទេដែរដឹងរឿងគេច្រើនតែសារភាសារឿងនោះរបៀបលក្ខណៈថាគេនៅមួយគ្នាអញ្ចឹងណាគេចូលចិត្តអារបៀបឲ្យប្រលួងអញ្ចឹងគឺថាអូយអស់កន្លះមួយរបៀបដូចតិចចឹងឲ្យខាងស្រីវាទៅវិញទៅមកអញ្ចឹងដល់ពេលហើយវាធ្វើឲ្យអាហ្នឹងសម្រាប់គេអូខេគេសង់តង់គ្នាគេត្រូវអាហ្នឹងវាជារឿងល្អវិញវាជារឿងសុបាយវាជារឿងរឿងលើខែអូខេដៃគូគេហ្នឹងហើយប៉ុន្តែមានអាមួយផ្នែកទៀតដែលគេដាក់គំនាបខ្លាំងដូចថាមនុស្សប្រុសហ្នឹងគាត់មកនិយាយមកថាអត់រហូតខឹងដល់ពេលដែលយើងប្រកែកគាត់ខឹងគាត់អីចឹងអាហ្នឹងដែលជាបញ្ហាហើយបើនិយាយទៅវាតាមគូប៉ុន្តែខ្ញុំគិតថាអានេះវាគួរតែជាអីមួយដែលយើងនិយាយវាឲ្យទូលំទូលាយជាងមុនដែរព្រោះភាគច្រើនខ្ញុំគិតថាអ្នកដែលគាត់រៀបការគាត់គិតថាអាហ្នឹងជាតួនាទីរបស់គាត់អានេះខ្ញុំនិយាយទាំងសងខាងស្រីក៏ដោយថាអូបើខ្ញុំចង់កេងជាមួយនឹងប្តីខ្ញុំត្រូវតែកេងមួយទោះជាហត់មិនក៏ដោយអាហ្នឹងវាទៅទាំងសងខាងវាមិនមែនតែមកចាហៀងទេហ្នឹងទាំងក្នុងទំនងស្នេហាជាពិសេសគឺការរៀបការហើយនឹងហ្មងអាពាក្យថារៀបការមួយម៉ាត់ហ្នឹងវាមិនមែនជា badge មួយឬក៏ជា certificate មួយដែលថាចង់ប៉ះខ្ញុំពេលណាឬក៏ចង់បានខ្ញុំពេលណាបានពេលហ្នឹងឯងវាទាល់តែមានការយល់ព្រម consent ពីខ្ញុំដែរព្រោះមិនមែនបានថាប្តីប្រពន្ធហើយយើងអាចមានធ្វើអីក៏បាន access គ្រប់សពបែបយ៉ាងទៅលើខ្លួនប្រពន្ធបានមានពេលវាមាលា យើងមានអីជាខ្លួនឯងត្រូវទោះជាយើងរៀបការហើយក៏យើងនៅតែខ្លួនឯងដែរពេលយើងស្លាប់ទៅក៏យើងស្លាប់តែខ្លួនឯងដែរអញ្ចឹងហើយទោះជាយើងមានតំណែងផ្សារភ្ជាប់ជាអាពាហ៍ពិពាហ៍ក៏ដោយក៏យើងមានសិទ្ធិក្នុងការដែលយើងនិយាយថាទេចំពោះការរួមភេទដែលយើងអត់ទាន់ ready ដែលយើងអត់ទាន់បានរៀបចំខ្លួនអញ្ចឹងណាហ្នឹងហើយវាថាគាត់ហត់ពីការងារគាត់ហត់ពីមើលកូនហើយការងារផ្ទះអីចឹងទៅក៏មិនមានអារម្មណ៍ហត់ណាដល់ពេលធ្លាប់ធ្វើបានយើងដឹងណាហ្នឹងហើយមួយទៀតមានអ្នកខ្លះគាត់អត់ហ៊ានបកកាយទេដោយសារគាត់គិតថាចេះជាពិសេសស្រីប្រពន្ធហ្នឹងអត់ហ៊ានបកកាយព្រោះតែបកកាយទៅអាប៉ែហ្នឹងទៅរកក្រៅអីចឹងហ៎អញ្ចឹងវាចូលខ្ញុំគិតថាអាហ្នឹងវាចូលជា red flags មួយអញ្ចឹងចង់ដឹងថាចេះក្នុងនាមយើងជាស្ត្រីសម័យថ្មី modern woman តើយើងគិតថាឥឡូវសួរពីដោហើយនៅ Ellie ជាទស្សនៈផ្ទាល់ខ្លួនវិញយើងអត់ដឹងថាអ្នកផ្សេងគេគិតមកទេតែចំពោះចង់ដឹងពីទស្សនៈរបស់អ្នកទាំងពីរគិតថាអាសញ្ញាព្រមានឬក៏ red flag ហ្នឹងណាទៅលើផ្នែកសុខភាពហើយនិងផ្នែកស្មារតីតើមាន red flag ណាមួយដែលតើមាន red flag ណាមួយដែលវាបង្ហាញថាដៃគូរបស់យើងនឹងកំពុងតែគិតតែពីខ្លួនឯងហើយអត់ខ្វល់ពីយើងគាត់អត់ចេះយកចិត្តយើងអត់ចេះរបៀបប៉ះយើងជាមនុស្សស្រីដូចការបំងអែលអញ្ចឹងណាហ្នឹងហើយធ្វើអីគឺនិយាយតែពីខ្លួនឯងវាថាកាយវិការអីគឺមកឲ្យតែយើងជាអ្នកឲ្យគេ like he is a receiver but we are the giver like never អត់ដែរផ្ដល់ឲ្យយើងវិញអញ្ចឹងនិយាយសួរស្ដាប់សម្រាប់តែចំណងខ្លួនឯង I see ចាហ្នឹងជា green ជា red flag ដែលបង្ហាញថាគាត់គិតតែពីខ្លួនឯងគិតតែចុះពីដើ what is your red flag ច្រើនណាស់អាហ្នឹងមួយអាហ្នឹងក៏ជាមូលហេតុដែលខ្ញុំគិតថាមិនថាខ្ញុំគ្រប់គ្រងឲ្យអ្នកនរគ្នានៅជាមួយគ្នាមុនរៀបការណាប៉ុន្តែខ្ញុំតែនិយាយលេងរហូតថាអូឃើញគេការអត់ដែរជួបគ្នាអញ្ចឹងវល់តែដល់ពេលសំតនេកទៅម្នាក់ប្រុសហ្នឹងអាត្មានិយមអីទៅមិន unboxing ខុសដូចយើងlike ដូចគិតថាវាអត់តំណអត់កើទេយើងអាចថយក្រោយបានទេចាំខ្ញុំគិតថាវាអត់អីទេដែលយើងមានចំណងមេត្រីភាពផ្លូវភេទជាមួយគ្នាមុននឹងការរៀបការហ្នឹងដើម្បីឲ្យយើងបានដឹងថាមិនដែរសងតង់គ្នាអត់ប៉ុន្តែនេះជាខ្ញុំមិនមានន័យថាស្ដាប់ឮហើយលេងទៅធ្វើអីស្តង់ដាររបស់ខ្លួនឯងការកំណត់ខ្លួនឯងរៀងខ្លួនហ្នឹងហើយយល់ឃើញខុសគ្នាចា៎ចឹងអាហ្នឹងមួយហើយមួយទៀតគឺតាក់ទងទៅនឹងសុខភាពផ្លូវភេទអាហ្នឹងក៏យើងបាននិយាយពី episode មុនដែរអារបៀបហៅឲ្យប្រើសមអត់ព្រមប្រើទៅពេទ្យបណ្ឌិតសុខភាពក៏អត់ហ្នឹងសិត red flag ហើយមានហើយគាត់មានស្អីមួយ
ដែលនេះហើយខ្ញុំនិយាយដដែលមកថាសុខភាពគឺសំខាន់មែនតើយើងកុំនិយាយទៅកុំជឿគេផ្ដេសផ្ដាស់កុំជឿថាអូខ្ញុំអត់ដែលមានជំងឺអីខ្ញុំអត់ដែលនៅមួយណាគេអីអត់ខ្ញុំជឿប៉ុន្តែខ្ញុំសុំតេស្តមួយទៀតមកដើម្បីឲ្យច្បាស់ ច្បាស់ ហ្នឹងហើយ បរិសុទ្ធមែនកុំខ្លាច យ៉ា កុំខ្លាចអាហ្នឹងជា red flag ឬក៏សញ្ញាព្រមានចុះអ្វីដែលជា green flag ដែលគិតថាវាដែលអ្នកទាំងអស់នេះគិតថាបរិសុទ្ធគាត់មាននៅក្នុងជុំវិញបញ្ហាហ្នឹងតើអីជា green flag គាត់អត់បង្ខំយើង យ៉ា ហើយពេលនិយាយអីបើសិនជាដឹងថាយើងអត់តន់ត្រៀមខ្លួនរួចរាល់ហើយយើងអត់ចង់គាត់យល់ពីយើងហ្មងហើយគាត់អត់មានទៅនិយាយយក trip យើងណាដូចធ្វើឲ្យយើងមានអារម្មណ៍ថាខុសនៅពេលដែលយើងអត់បានធ្វើអីឲ្យគាត់ចឹងណា green flag ពីដល់ គួយនឹកឃើញ green flag ច្រើនមែន green flag គឺអ្នកដែលគាត់ទីមួយបកទៅអា red flag របស់យើងគាត់យល់ពីយើងគាត់និយាយទៅគាត់ដាក់ក្តីសុខរបស់យើងគឺជាអត្ថិភាពទី1មានមនុស្សអញ្ចឹងអូនស្ដាប់មានមនុស្សអញ្ចឹងគាត់ផ្ដល់គេហៅថាយកចិត្តទុកដាក់ជាមួយយើងហើយខ្ញុំនិយាយនៅរឿងនៅលើក្រែហើយមួយទៀតគឺគាត់អត់បខំដូចអេលីនិយាយមិញអញ្ចឹងអត់បខំហើយគាត់អត់គិតថាអាការដែលយើងប្រកែកនោះវាជារឿងធំដែលគាត់ត្រូវតែបញ្ចុះបញ្ចូលឬក៏គាត់ខឹងគាត់អីចឹងណាហ្នឹងហើយគាត់យល់ហ្នឹងហើយហើយមនុស្សដែលយើងនិយាយអីបានយើងប្រាប់សុខទុក្ខយើងបានព្រោះពេលដែលយើងនៅជាមួយគ្នាអញ្ចឹងវា intimate វាស្និទ្ធស្នាលខ្លាំងហ្នឹងអញ្ចឹងមានអីក៏ដោយគួរតែចែកជាមួយគ្នាខ្ញុំនិយាយពីសុខភាពឧទាហរណ៍ដូចយើងឈឺថ្កាត់យើងមានបញ្ហាអីចឹងយើងគួរតែពិភាក្សាគ្នាបានអាហ្នឹងគឺ green flag ខ្លាំងហ្មង I see អញ្ចឹងសរុបមកវិញ red flag ឬក៏សញ្ញាព្រមានមុនហ្នឹងដែលពីដើមនឹង Ellie គាត់បានចែកម្លែកហ្នឹងគឺទី1គាត់ខ្វល់តែពីខ្លួនឯងដែលបានន័យថាគាត់ green flag ក៏ red flag មែន sorry សំទោស red flag red flag បានន័យថាគាត់គាត់ អត់ខ្វល់ពីយើង យើងអត់ខ្វល់ពីយើងគេប្រើពីអីមិនលឿនណា ខ្វល់ពីយើងលឿន ខ្វល់ពីយើងឬក៏ពីដើមយ៉ាងមិនហ្នឹងដែរគឺសម្រាប់តែខ្លួនឯងបានន័យចង់សុបាយតែខ្លួនឯងខ្វល់តែខ្លួនឯងដល់ពេល green flag គឺបានន័យថាគាត់ឲ្យអតិភិបភាពរីករាយរបស់យើងឬក៏ភាពក្តីសុខរបស់យើងនឹងជាអតិភិបអាហ្នឹងខ្ញុំគិតថាវា ភាពឯតាមពិតនៅ ឲ្យស្មើគ្នាដូចគ្នាបើ មកបាន គាត់សុបាយចិត្តដែរគាត់យើងសុបាយចិត្តដែរ អញ្ចឹងណាមិនចាំបាច់ថាត្រូវតែខ្ញុំមុនឬក៏អ្នកឯងក្រោយអីអត់ ចាអញ្ចឹងខ្ញុំគិតថា green flag គឺវាចូលជាមួយនឹងការដែលគាត់ដឹងពីការការពារខ្លួនសុវត្ថិភាពក៏ដូចជាការស្វែងរកការយល់ព្រមពីខាងយើងយើងដែរ ហើយខ្ញុំសូមបញ្ជាក់បន្តិចណាខ្ញុំនិយាយពាក្យលឿនហ្នឹងមិនមែនមានន័យថាការរួមភេទហ្នឹងគឺប្រព្រឹត្តទៅលឿនទេមានន័យថាខាងប្រុសហ្នឹងគឺគាត់បខំបញ្ញាប់បញ្ញាលក្នុងការដែលចង់មកប៉ះពាល់ស្និទ្ធស្នាលជាមួយនឹងយើងណាវាត្រូវតែមាន step ហើយអត់អញ្ចឹងអ្នកដែលគាត់ទស្សនាគាត់អាចនឹងមានគិតមែន អត់ទេគ្នាស្តៀងគ្នាតែគ្រាន់ថាមីដល់វគ្គដូចបើនិយាយពីសាច់រឿងវិញអេលីរបៀបដូចនៅដើមរឿងមីចូលទៅដល់សាច់រឿងតែម្ដង ស្វាគេគិតខុសគ្នា អត់ទេដូចគ្នាតាខ្លួនអូនយ៉ាង elaborate យល់ អូខេអញ្ចឹងយើងមុនហ្នឹងយើងនិយាយពីការការពារខ្លួនក៏ដូចជាការសុំ consent ត្រូវឯងអញ្ចឹងចង់សួរបញ្ជាក់បន្ថែមទៀតថានៅពេលដែលយើងនិយាយពីរឿងការក្តីស្រឡាញ់ហើយនឹងការដែលយើងនិយាយពីរឿងការរួមភេទហ្នឹងខ្ញុំគិតថាវាទាមទារការដែលយើងមានភាពចាស់ទុំដែរនៅក្នុងទំនាក់ទំនងណាដោយសារតែជាទូទៅគឺមនុស្សស្រីរបស់យើងគឺគាត់មានការអៀនខ្មាស់ហើយរារែកនៅក្នុងការនិយាយពីរឿងព្រំដែនក៏ដូចជាការការពារខ្លួននៅក្នុងទំនាក់ទំនងស្នេហាក៏ដូចជាការរួមភេទហ្នឹងអញ្ចឹងតើអេលីក៏ដូចជាបដៅគិតថាអាការដែលយើងភាសាជាមួយដៃគូយើងទៅលើអាការការពារក៏ដូចជាព្រំដែនកំណត់ព្រំដែនរបស់ខ្លួនឯងឬក៏ព្រំដែននៅក្នុងទំនាក់ទំនងហ្នឹងតើយើងគួរតែភាសានៅក្នុងពេលណាចំណុចណា មុនទៅដល់ឡើយនេះខ្ញុំចង់បញ្ជាក់តិចដែរថាអាប្រធានបទដែលយើងនិយាយគ្នានេះខ្ញុំដឹងថាពេលនេះទៅដឹងថាមានអ្នកដែលគាត់អាចមានផ្នត់គំនិតផ្សេងដែលផ្ទុយពីយើងអីចឹងណាប៉ុន្តែជារួមខ្ញុំគ្រាន់ចង់បញ្ជាក់ថាអ្វីដែលយើងនិយាយនេះគឺជាការចែករំលែកជាបទពិសោធន៍របស់យើងហើយមួយវិញទៀតវាមិនមែនជាការញុះញង់ឲ្យទៅធ្វើអីមួយធ្វើតាមយើងឬក៏ទៅរួមភេទទៅអីអត់ទេគ្រាន់តែជាការចែករំលែកដល់វិជ្ជមានជាការអប់រំយើងស្ដាប់ហើយបកទៅធានបទយូរវិញធានបទទៅសំណួរខ្ញុំគិតថាយើងគួរតែនិយាយគ្នានៅពេលដែលយើង
ចាប់ផ្ដើមមានតំណែងដូច episode មួយណា have first kiss ហើយ Yeah, គាត់ថា first ហ្នឹងមួយយ៉ាង kiss. មួយយ៉ាងដែរតែយើងចាប់ដើមស្និទ្ធស្នាល ចា តែខ្ញុំអាចរៀងក្រោយ first kiss ជួយ first kiss វាអត់តមានអីមែនទេប៉ុន្តែនៅពេលដែលយើងចាប់ដើមវិថារៀងប្រុងព្រៀងរៀងខ្លួនហើយអាចនិយាយគ្នាទៅហ្នឹងហើយខ្ញុំគាត់ថានៅពេលហ្នឹងឯងតែបើយើងថាយើងគិតរៀងខ្លួនហើយអាចមុននឹងតិចក៏បានដែរ គិតរៀងខ្លួនតែធ្វើមិនបាត់ដឹងថាកំពុងតែគិតរៀងខ្លួន តែជួបគ្នាដឹងហើយយូរដឹងយើងនឹងដឹង មែនតាអត់មានគេថាអត់មានអីដែលកំណត់បានណា ហ្នឹងហើយ វាទៅតាមមនុស្សម្នាក់ដែលយើងបានតាក់ទងទេ ទៅតាម flow ទៅអត់ ចុះបងឯងបង មែន ខ្លួនឯង មិនបានដឹង សម្រាប់បងគិតថាដូច episode មុនដែរមានថាវាមិនមែនតែគួរអត់មានដូចអីអញ្ចឹងអត់បាច់ចាំមានថាកំណត់ពេលណាច្បាស់លាស់ហើយវាគួរតែជា set ground ឲ្យហើយពេលដែលយើងចាប់ផ្ដើមតាក់ទងគ្នាដបងរហូតដល់ពេលដែលយើងជាពិសេសគឺមុនពេលដែលយើងសម្រាប់ចិត្តថាយើងស្និទ្ធស្នាលជាមួយនឹងគ្នាខ្លាំង ចា អូខេ អូខេ ទៅជាខ្លីៗអាការកំណត់ព្រំដែនហ្នឹងវាគួរតែចាប់ផ្ដើមរៀងលឿននៅពេលដែលយើងចិត្តថាប៉ះសាច់គ្នាជាតើគឺខុសពីនេះប្រហែលនេះប៉ុន្តែមួយទៀតចង់ឲ្យខ្មែរព្រួយខ្ញុំនិយាយដដែលដោយសារតែខ្ញុំឃើញភាគច្រើនគាត់អៀនគាត់ហ៊ាននិយាយទេតែតាមពិតអត់ទេយើងមានតំណែងបែបហ្នឹងគឺយើងគួរតែនិយាយវាជារឿងធម្មតា ក៏ប៉ុន្តែហ្នឹងវាសំខាន់ណាស់ព្រោះយើងត្រូវការខ្លួនឯង ហ្នឹងហើយ ការយើងការពារខ្លួនឯង ហើយមួយទៀតបើយើងអាហ្នឹងវាផ្សារភ្ជាប់តែ episode មួយមិនទីវាបើសិនជាយើងនិយាយជាមួយម្នាក់ហ្នឹងអត់បានយើងនិយាយទៅគេគិតថាយើងគេវាតម្លៃយើងផ្សេងៗចាំមានន័យថាយើងរើសមនុស្សដែលខុសពីយើងបាត់ទៅហើយ តើនៅមួយគ្នាមិនទៅ ហ្នឹងហើយគ្រាន់តែប៉ុណ្្នឹងអត់ ប៉ុន្តែ កើត និយាយគ្នាអត់កើតទេ មែនទេអូន ចាបងត្រូវត្រឹមត្រូវ អត់មានអីចង់ថែមទេអូន love and sex love គឺជាសេចក្តីស្រឡាញ់ជាស្នេហាដែលវាកើតចេញពីចិត្តហើយនឹងការលះបង់អាហ្នឹងគឺខ្ញុំជឿថាមានការលះបង់នៅក្នុងហ្នឹងប៉ុន្តែការលះបង់វាត្រូវតែមានកម្រិតមួយដែលមិនធ្វើឲ្យយើងបាត់បង់ខ្លួនឯងហ្នឹងហើយ sex គឺជាការផ្សារភ្ជាប់ទំនាក់ទំនងតាមធម្មជាតិអាហ្នឹងគឺជាអ្វីដែលមនុស្សយើងគ្រប់គ្នាត្រូវការដើម្បីផ្សារភ្ជាប់ទំនាក់ទំនងដល់ចិត្តស្និទ្ធហ្នឹងហើយខ្ញុំអត់មានគិតថាអាហ្នឹងវាជារឿងអីដែលគួរឲ្យអាម៉ាស់ឬក៏អាក្រក់ទេពីរហ្នឹងត្រូវដើរទន្ទឹមគ្នាបានយើងស្រឡាញ់គ្នាបានយូរ ហ្នឹងហើយធ្លាប់ឮពាក្យគេនិយាយថាចេះអារឿងលើក្រែហ្នឹងវាមិនមែនជារឿងដែលសំខាន់បំផុតនៅក្នុងតំណែងប៉ុន្តែបើសិនជាអារឿងហ្នឹងវាមិនសូវល្អក៏វាប៉ះពាល់ដល់ រឿងផ្សេងៗ រឿងផ្សេងៗតិចដែរ អាចប៉ះពាល់ច្រើនណា ហ្នឹងហើយព្រោះអីយើងមានចំណងរៀងខ្លួនដូចណានិយាយមិញអញ្ចឹង ចា ហើយដូចខ្ញុំបាននិយាយមុនហ្នឹងដែររឿងថា unboxing មកខអីហ្នឹងអាហ្នឹងតែប៉ុន្តែក៏ also the other way around ដែរខាងស្រីក៏អាចមានអារម្មណ៍ចឹងខាងប្រុសក៏អាចមានអារម្មណ៍ចឹងចាំខ្ញុំគិតថាដឹងពីគ្នាមុនទៅក៏វាល្អដែរ ចាបើសម្រាប់ខ្ញុំគិតថាដូចអេលីនិយាយមុនហ្នឹងដែរគឺវាត្រូវតែដើរទន្ទឹមគ្នាពាក្យថាសេចក្តីស្រឡាញ់ជាមួយនឹងការដែលយើងរួមដំណេកជាមួយគ្នាឬក៏គេងជាមួយគ្នានឹងឯងI don't think ពីរនឹងវាអាចនៅ without one another បើសិនជាអត់មានក្តីស្រឡាញ់ទេគឺសម្រាប់ខ្ញុំហ្មងគឺខ្ញុំអាចធ្វើរឿងហ្នឹងទៅបានទេហើយបើសិនជា ភាគច្រើនមនុស្សស្រីគាត់អញ្ចឹង អត់អាចធ្វើរឿងទៅបានទេប៉ុន្តែគឺវាមកជាមួយគ្នានឹងការដែលយើងយល់ព្រមដូចគ្នាមិនមែនស្រឡាញ់ហើយគេចង់ពេលណាយើងត្រូវទៅឲ្យគេពេលហ្នឹងទេតើតែខ្ញុំយល់ព្រមដែរព្រោះដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងសម្រាប់ខ្ញុំការគេងជាមួយគ្នាឬក៏ sex ហ្នឹងវាស្មើទៅនឹងការដែលយើងចំណាយពេល quality time ជាមួយគ្នាជាពេលដែលយើង bonding គ្នាអញ្ចឹងវាមិនគួរកើតឡើងដោយសារមានការបង្ខំឬក៏ការអត់យល់ព្រមទេដល់ពេលធ្វើអញ្ចឹងវាលែងសប្បាយវាលែង enjoyable វាលែងមានអារម្មណ៍ថាវាមានន័យវាអត់ romantic ទេទៅវាអត់ ហើយវាអត់មានសុវត្ថិភាពនិយាយទៅ វាអត់សុវត្ថិភាពហ្នឹងហើយ ហើយស្រីក៏គាត់អត់សូវរបៀបថាលះដែរយ៉ា និយាយដល់ពាក្យសុវត្ថិភាពខ្ញុំឲ្យ link ទៅរឿងហ្នឹងនិយាយពីរឿងសុវត្ថិភាពឲ្យ link ទៅមុនហ្នឹងដែលយើងនិយាយគ្នាតទៅនឹង husband rape ក៏ដូចជាការដែលការមានការបង្ខំខំពីដៃគូហ្នឹងណាអ្នកខ្លះប្រហែលជាគាត់អត់ហ៊ាននិយាយជាមួយនឹងដៃគូឬក៏អត់ហ៊ាននិយាយជាមួយនឹងមិត្តភក្តិឬក៏គ្រួសារអញ្ចឹងចំពោះព័ត៌មានទាំងអស់នេះបើសិនជាអ្នកឲ្យមាន
បញ្ហាលើសពីហ្នឹងឬក៏បញ្ហាតាក់ទងទៅនឹងសុខភាពបន្តពូជសុខភាពផ្លូវភេទសុវត្ថិភាពខ្លួនឯងតាក់ទងទៅនឹងរឿងជុំវិញការសុខភាពបន្តពូជនេះខ្ញុំណែនាំអ្នកទាំងអស់គ្នាឲ្យ check មើលវេទិការបស់ VIA នៅក្នុងវេទិការបស់ VIA គឺអ្នកទាំងអស់គ្នាអាចសួរសំណួរតាក់ទងទៅនឹងសុខភាពផ្លូវភេទសុខភាពបន្តពូជសុវត្ថិភាពខ្លួនឯងដោយអ្នកទាំងអស់គ្រាន់តែឆាតចូលទៅក្នុង Messenger របស់ Facebook page របស់ VIA ទៅគឺអ្នកទាំងអស់គ្នាអាចសួរវេជ្ជបណ្ឌិតផ្ទាល់ហើយកុំបារម្ភអីព័ត៌មានទាំងអស់របស់អ្នកទាំងអស់គ្នាដែលសួរគាត់ហ្នឹងគឺសុវត្ថិភាពហើយក៏មានភាពគេរក្សាជាការសម្ងាត់ដែរអញ្ចឹងបាច់ភ័យទេ អញ្ចឹងចង់បញ្ជាក់តិចដែរថាអ្វីដែលយើងនិយាយគ្នានេះវាគ្រាន់តែជាបទពិសោធន៍របស់យើងឯងមែនទេ ចឹងបើសិនជាអ្នកដែលគាត់ទស្សនាវីដេអូនេះហើយគាត់មានមតិយោបល់ឬក៏មានបញ្ហាអីផ្ទាល់ខ្លួនអីអាចឆាតជាមួយ VIA ក៏បានព្រោះអ្នកជំនាញដូចគ្នាឬក៏ទៅប៉ែតពិភាក្សាមួយគេតែដែលសំខាន់និយាយតែមកឡើងច្រើនដងមែនតើគឺថាកុំអៀនខ្មាស់កុំគិតថានឹងវាជារឿងដែលយើងត្រូវលាក់ឬក៏រឿងគួរឲ្យម៉េះ វាជារឿងធម្មតាហើយវាក៏ជារឿងសំខាន់តាក់ទងនឹងសុខភាពរបស់យើង ហ្នឹងហើយសុខភាពផ្លូវចិត្តជាសុខភាពមួយ ហ្នឹងហើយចឹងសុំសួរមួយទៀតហ្មងចង់ដឹងថាចេះព្រោះខ្ញុំគិតថាពេលខ្លះពេលដែលគាត់នៅជាមួយគ្នាក្នុងទំនាក់ទំនងណាទីហោបើសិនជាយើងសុំគាត់ឲ្យប្រើស្រោមអនាម័យប៉ុន្តែគាត់បែរជាចេញអាការៈមកដូចអត់ពេញចិត្តអត់សុបាយចិត្តដូចចង់ងក់ចង់ខឹងយើងវិញថាយើងអត់ទុកចិត្តគាត់ហើយអីបើចង់ប្រើស្រោមអនាម័យជាមួយនឹងយើងស្រឡាញ់គ្នាហើយអីក៏ចាំបាច់ប្រើស្រោមអនាម័យអញ្ចឹងតើនៅក្នុងករណីនេះក្នុងនាមជាស្ត្រីឬក៏អាចនិយាយទៅកាន់ audience របស់យើងតើគាត់គួរតែរក្សាជំហរខ្លួនឯងដោះស្រាយជាមួយបញ្ហានឹងរបៀបម៉េច នឹងគិតមិនដែរបងនិយាយទៅវារៀងឈួលដែរព្រោះស្គាល់ច្រើនករណី និយាយមកណាបង សម្រាប់បងចង់បងគិតថាវាអត់ត្រូវហ្មងនៅពេលដែលធ្វើបែបហ្នឹងបើសិនជាអាចគឺឲ្យម្នាក់ហ្នឹងអ្នកដែលជាដៃគូបងម្នាក់ផងហ្នឹងគាត់ផ្អាកធ្វើហ្នឹងទៅហើយមួយទៀតក៏អត់គិតគូរដល់សុខភាពរបស់យើងឧបមាថាបើអូខេបើដៃគូគាត់ចង់មានកូនឬក៏មានកូនពេលណាបានអត់អីប៉ុន្តែបើសិនជាគាត់អត់នេះគឺមានន័យថាគាត់បានផុតដៃគូរបស់គាត់ហ្នឹងឲ្យនៅក្នុងទីតាំងមួយដែលនៅក្នុងស្ថានភាពមួយដែលភ័យខ្លាចគេហៅ pregnancy fear គេថាភ័យខ្លាចមានកូនចៃដន្យណាអញ្ចឹងអាចថាអូខាងស្រីហ្នឹងគាត់តូនទៅមកផ្លែប៉ុន្តែដល់រួចហើយវាអាចធ្វើគាត់ស្ដាយក្រោយនៅពេលក្រោយអញ្ចឹងសម្រាប់ខ្ញុំគិតថាកន្លែងហ្នឹងបើអាចធ្វើបានគឺកុំស្របរក្សាចំហខ្លួនឯងឲ្យនឹងកុំឲ្យសោះ ព្រោះពេលដែលមានរឿងកើតឡើងគឺខាងមនុស្សស្រីជាអ្នកទទួលបន្ទុកច្រើនជាងគេអាហ្នឹងគឺខ្ញុំទទួលស្គាល់ហ្មងទោះជាខ្ញុំជាមនុស្សម្នាក់ដែល open ខ្លាំងណាប៉ុន្តែក៏ខ្ញុំចេះគិតដែរខ្ញុំគិតថាអ្វីដែលគួរធ្វើអ្វីដែលមិនគួរធ្វើហើយជីវិតរបស់យើងណាมันអាចស្ថិតនៅលើដៃណាគេបានទេ ហើយត្រូវដឹងដែរថាពួកខ្ញុំនិយាយការរក្សាចំហខ្លួនឯងនេះដោយសារតែការសម្រេចចិត្តរបស់យើងមួយគឺសុទ្ធតែមាន consequence ទាំងអស់វាសុទ្ធតែមានលទ្ធផលទាំងអស់ហើយលទ្ធផលខ្លះគឺវាអាចនឹងឲ្យយើងពេញមួយជីវិតអញ្ចឹងមុននឹងសម្រេចចិត្តគួរតែគិតឲ្យច្បាស់ថាតើលទ្ធផលមួយណាដែលយើងនឹងអនុញ្ញាតឲ្យខ្លួនឯងស្ថិតនៅក្នុង position មួយដែលអាចកែប្រែវាបានព្រោះជីវិតយើងមិនមែនដូច keyboard ចង់ control Z បានអីអូខេឥឡូវយើងនិយាយគ្នាដូចជាច្រើនណាសូមអានcomment របស់ fan យើងបន្តិចដោយសារគាត់ចង់ឲ្យយើងជូនជាយោបល់ឬក៏មតិមួយចំនួនផ្ដល់ដំបូន្មានឲ្យគាត់ដែលគាត់បាននិយាយថាខ្ញុំជាមួយនឹងសង្សារខ្ញុំស្រឡាញ់គ្នាចិត្តហើយនឹងចិត្តតែរាល់ពេលដែលគាត់ទាមទាររឿងផ្លូវភេទហ្នឹងខ្ញុំបដិសេធព្រោះអត់ទាន់ត្រៀមខ្លួនប៉ុន្តែគាត់តែងតែធ្វើងក់ងអត់និយាយរកខ្ញុំច្រើនថ្ងៃហើយនិយាយថាខ្ញុំនឹងអត់អាណិតគាត់ដែលខំស្រឡាញ់ខ្ញុំមានអារម្មណ៍ថាខុស guilty ខ្លាំងណាស់តើខ្ញុំគួរតែតាមចិត្តគាត់ដើម្បីឲ្យគាត់សប្បាយចិត្តហើយនឹងដើម្បីរក្សាទំនាក់ទំនងនេះមែនទេ No តបងចង់ប្រាប់ថាបងពិតជាយល់នៅក្នុងបងអត់អាចយល់ពីអូន 100% ប៉ុន្តែបងចង់ប្រាប់ថាបងចង់សម្ដែងការយល់ចិត្តក៏ដូចជាបើសិនជាអាចចង់អោបមួយអញ្ចឹងណាចង់ឲ្យអូនដឹងថាអីដែលអូនស្ថិតនៅក្នុងពេលនេះគឺប្រហែលជាកំពុងតែពិបាកខ្លាំងតានតឹងខ្លាំងណាអត់ដឹងថាតើគួរធ្វើបែបណាដោយសារស្រឡាញ់ដៃគូខ្លាំងប៉ុន្តែបងពិតជាសរសើរដែលខ្លួនឯងនៅមានជំហរខ្លួនឯងនៅមានតម្លៃរបស់ខ្លួនឯងណាចាហ្នឹងហើយ មានថាខ្ញុំឆ្ងល់លេថាហេតុអីបានខ្ញុំមានអារម្មណ៍ហ្នឹង ចា ហេតុអីបានកលៈទេសៈហ្នឹងកើតឡើងចំពោះខ្ញុំអញ្ចឹងតើខ្ញុំគួរដោះស្រាយបញ្ហាហ្នឹងបែបម៉េច ហ្នឹងហើយអញ្ចឹងសូមយោបល់ពីបងអេលីបងពីដាវ យោបល់ខ្ញុំប្រហែលជា
ពួកឯងខ្ញុំតែងតែនិយាយថាធ្វើអីក៏ដោយស្រឡាញ់គេកុំឲ្យស្រឡាញ់ខ្លាំងរហូតដល់បាត់ខ្លួនឯងអញ្ចឹងខ្ញុំអត់ដឹងថាតម្លៃដែលអូនឯងកំណត់ឲ្យខ្លួនឯងស្តង់ដារដែលអូនឯងកំណត់ឲ្យខ្លួនឯងនឹងប៉ុណ្ណាហើយបើសិនជាអូនឯងគិតថាអូដូចខ្ញុំចង់ខ្ញុំអត់សូវឲ្យតម្លៃទៅលើអាព្រហ្មចារីឬក៏ការនៅជាមួយគ្នាអីហ្នឹងមិនថាមិនឲ្យតម្លៃបែបនេះដូចថាយកសើខ្វល់អូខេមានក៏មានវាជាចំណងធម្មតារឿងធម្មជាតិអីចឹងយើងនេះធ្វើទៅអាចថាយើងនឹងធ្វើប៉ុន្តែទោះជាអញ្ចឹងក៏ដោយក៏យើងត្រូវគិតថាអានេះម្ដងប៉ុន្តែនៅពេលក្រោយទៀតនៅពេលដែលគាត់អញ្ចឹងទៀតហើយចំពេលអនឯងហត់ចំពេលអនឯងមករដូវចំពេលអនឯងអត់ចង់និយាយទៅយើងអត់ចង់តែវានឹងមិនវិញតើគាត់នឹងត្រូវដើរចេញអញ្ចឹងទៀតឬក៏ខឹងងក់ងយើងអញ្ចឹងហេតុនេះយើងអត់ទាន់មានចំណងអីលើសហ្នឹងចុះមកបើយើងមានចំណងលើសពីហ្នឹងដូចកូនយើងរៀបការហើយយើងនេះមិនគ្រាន់តែអត់ប៉ុណ្្នឹងគាត់ខឹងអញ្ចឹងពេលថាមនុស្សនេះពីដំបូងមកគឺធ្វើឲ្យយើងអត់អាចពឹងពាក់បានហើយធ្វើឲ្យយើងវិញវត្តហើយរៀង manipulate យើងតិចទៀតយើងសិតអីណាអូថាម៉េចស្រឡាញ់ហ៎បើស្រឡាញ់មែនឲ្យព្រមនៅមួយគ្នាហ្នឹងហើយនិយាយចឹងមានអារម្មណ៍ថាដូចអត់សូវតំណងអត់គួរឲ្យទៅមុខបង្ខំក្នុងរូបរាងមួយដែលមិនបង្ខំប៉ុន្តែជាក់ស្ដែងគឺបង្ខំហើយក្នុងដំណាក់កាលយើងធម្មជាសង្សារគ្នាបើសិនជាគេបង្ហាញអញ្ចឹងមកហើយដើរចេញបានដើរចេញទៅព្រោះតែពេលណាចូលដល់ចំណងវារៀងរឹតបន្តឹងទៀតហើយរៀបការហើយគេនៅតែបង្ហាញអាហ្នឹងដដែលនៅក្នុងតំណែងអារីបពាក្យពៀនហ្នឹងអញ្ចឹងតន់ហត់បានហត់បើសិនជាយើងអាចនិយាយគ្នាបានគាត់នឹងយល់ពីយើងអូខេយើងបន្តស្នេហាហ្នឹងប៉ុន្តែបើសិនជារឿងនោះវាកើតឡើងដដែលហេតុអីបានយើងត្រូវត្រាំចិត្តយើងនៅហ្នឹងដើម្បីម្នាក់នឹងយើងគ្រាន់តែជាសង្សារនឹងគ្នាហ្នឹងត្រូវអត់ហ្នឹងហើយហើយមួយទៀតគាត់ mention ថាគាត់មានអារម្មណ៍ថាខុសហើយបងចង់ប្រាប់អូនឯងថាអូនឯងអត់ខុសទេនេះមិនមែនជាកំហុសរបស់អូនទេកុំមានអារម្មណ៍ថាខ្លួនឯងខុសការរក្សាចំហរក្សាស្តង់ដាររបស់ខ្លួនឯងនេះគឺជារឿងដែលត្រឹមត្រូវហើយគឺជារឿងដែលអូនឯងគួរតែធ្វើហើយបងមានមោទនភាពលើអូនដែលនៅតែរក្សាចំហរខ្លួនឯងហើយក្លាហានហ៊ានសួរពួកបងចាហ្នឹងហើយដូចជា podcast របស់យើងមានតែប៉ុណ្្នឹងទេហើយម្ដងទៀតចង់រំលឹកម្ដងទៀតថាទាំងអស់នេះអីដែលយើងនិយាយនេះវាមិនមែនជា guidebook មិនមែនជាចង់ថាមិនមែនជាសភៅណែនាំដែលអ្នកគួរតែធ្វើតាមពួកយើងទេវាគឺជាការយល់ឃើញវាគឺជាបទពិសោធន៍ដែលពួកយើងបានជួបកន្លងមកហើយជាការដែលយើងគិតថាវាអាចជាដំបូន្មានមួយជូនអ្នកទាំងអស់គ្នាមិនមែនបានថាអ្នកគួរតែធ្វើតាមពួកយើង 100% ទេឥឡូវជាចុងក្រោយមុននឹងជម្រាបលាសូមសារលើកទឹកចិត្តដូចជាមាន message អីជូនទៅ audience របស់យើងម្នាក់ម្ដងណាគេក៏បានអូខេតពីពេចនិយាយមិញតិចទៅជាមួយនឹងសំណួររបស់អូនហ្នឹងចង់ផ្ដាំទៅគាត់ថាអូនឯងអត់ចាពាក់ណាគេណាខ្លួនប្រាណអូនឯងជាម្ចាស់អូនឯងមានត្រូវចាំបាច់ថាម្នាក់នឹងជាសង្សារអ្នកណាក៏ដោយអត់មានសិទ្ធមកប្រាប់យើងថាយើងត្រូវតែបើឥឡូវបើដៃគូអត់មានសិទ្ធមកប្រាប់យើងថាអូត្រូវតែគេងជាមួយយើងឬក៏ guilt trip យើងអី whatever យើងជាម្ចាស់ខ្លួនយើងហ្នឹងហើយមែនតើអ្នកពាក្យកុំចាពាក់ហ្នឹងអត់មានចាពាក់ណាគេទេអត់មានចាពាក់ you don't owe anyone anything កុំ feel bad កុំមានអារម្មណ៍ថាអត់ល្អនៅពេលដែលយើងប្រកែកជាមួយគេអញ្ចឹងណាអ្វីដែលពួកយើងទាំង3នាក់បាននិយាយហ្នឹងគឺនិយាយជាការការពារកុំឲ្យមានរឿងនឹងកើតឡើងប៉ុន្តែក្នុងករណីដែលមានរឿងនឹងកើតឡើងនៅក្នុងជីវិតយើងដែលធ្វើឲ្យយើងធ្លាក់ដុនដាបដល់ចំណុចមួយដែលយើងមិនអាចងើបបានក្នុងអំឡុងពេលហ្នឹងណាកុំចោះចាញ់ងើបឈរបន្តទៅមុខទៀតជីវិតយើងមិនមែនតែប៉ុណ្្នឹងទេអូខេអូខេបងសម្រាប់ខ្ញុំតន្តិចទេចង់រំលឹកអ្នកនរថាសេចក្តីស្រឡាញ់ជាមួយនឹងការរួមភេទនេះវាគួរតែដើរទន្ទឹមគ្នាវាអត់គួរណាការដែលយើងគេជាមួយគ្នាឬក៏ការដែលរឿង sex នេះវាអត់គួរណាកើតឡើងចេញពីការបង្ខំទេលុះត្រាណាតែមានការយល់ព្រមពីដៃគូទាំងសងខាងចាអញ្ចឹងរំលឹកម្ដងទៀតអ្វីដែលពួកយើងទាំង3បានជជែកពិភាក្សាគ្នាមុននេះវាគ្រាន់តែជាបទពិសោធន៍ក៏ដូចជាការយល់ឃើញរបស់ពួកយើងហើយចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នាមិនមែនបានន័យថាអ្នកគួរតែធ្វើតាមយើង 100% ឬក៏គួរតែចង់ឲ្យយកនឹងជា guidebook ដែលធ្វើតាមអីដែលពួកយើងធ្វើអញ្ចឹងណាបើសិនជាអ្នកទាំងអស់គ្នាមានបញ្ហាផ្ទាល់ខ្លួនឬក៏មានចម្ងល់តាក់ទងទៅនឹងសុខភាពផ្លូវភេទសុខភាពបន្តពូជសុខភាពខ្លួនឯងអ្នកទាំងអស់គ្នាអាចចូលទៅក្នុង page របស់ VIA បានអ្នកជំនាញក៏ដូចជាវិជ្ជាបណ្ឌិតគាត់នឹងឆ្លើយសំណួររបស់អ្នកទាំងអស់គ្នាហើយគ្រប់ព័ត៌មានទាំងអស់របស់អ្នកទាំងអស់គ្នានឹងត្រូវរក្សាជាការសម្ងាត់អញ្ចឹងកុំមានការបារម្ភអីចាអញ្ចឹងអរគុណអ្នកទាំងអស់គ្នា podcast របស់យើងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណដែលបានទស្សនាដល់ចប់អរគុណ Ellie ពីដាវហើយសង្ឃឹមថាជួបគ្នានៅ episode ក្រោយទៀតបាយបាយ